សូមអបអរសាទរសម្រាប់ពន្លឺថ្មីមួយនេះពេលនេះគម្រោងខុនដូរបស់លោកស្រីឡាកាម៉ូសម្រាប់រកឃើញអ្នកសង់បន្តហើយក្រោយអ្នកចំនួនជនជាតិកូរ៉េម្នាក់ហ៊ានជះលុយជិត$10 លានក្នុងការទិញយកបន្តជាការប្រកាសដំណឹងថ្មីនិងជាដំណឹងល្អសម្រាប់បងប្អូនអ្នកទិញខុនដូចំនួន100គ្រួសារពីលោកស្រីមាសច័ន្ទដាលីនម្ចាស់ប្រេនឡាកាម៉ូពេលនេះមានក្តីសង្ឃឹមពេញហើយដោយគម្រោងខុនដូមួយនេះសម្រាប់រកឃើញអ្នកមានលទ្ធភាពអាចសាងសង់បន្តហើយក្រោយអ្នកចំនួនជនជាតិកូរ៉េម្នាក់ហ៊ានជះលុយប្រមាណជិត$10 លានទិញយកបន្តក្រោមការវិនិយោគរវាងក្រុមហ៊ុនកូរ៉េនិងខ្មែរការប្រកាសដំណឹងមួយនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានដោយចៅលេខាកិច្ចព្រមព្រៀងជាដៃគូវិនិយោគរវាងក្រុមហ៊ុនឡាកាម៉ូនិងក្រុមហ៊ុន Nine Daily កាលពីថ្ងៃទី7 ខែសីហាឆ្នាំ2026កន្លងមកក្រោមវត្តមានអ្នកសារព័ត៌មានប្រមាណជិត20ស្ថាប័នព្រមទាំងមានសាក្សីជាច្រើនរូបដូចជាអ្នកតំណាងទិញខុនដូជាច្រើនគ្រួសារនិងសមាជិករបស់ក្រុមហ៊ុនឡាកាម៉ូមកទទួលដំណឹងមួយនេះនិងសារតចំពោះដំណឹងល្អផងដែរថ្លែងក្នុងពិធីប្រកាសដំណឹងមួយនេះលោកស្រីមាសច័ន្ទដាលីនម្ចាស់ប្រេនឡាកាម៉ូបានបញ្ជាក់ផងដែរថាលោកគេនាយកក្រុមហ៊ុន Nine Daily ដែលជាជនជាតិកូរ៉េដែលប្រកបមុខរបររកស៊ីនៅកម្ពុជាយើងអស់រយៈពេលជិតប្រមាណ20ឆ្នាំមកហើយដែលក្រុមហ៊ុនកូរ៉េផ្ទាល់មួយនេះបានមើលឃើញថាឡាកាម៉ូមានបញ្ហានិងជាការល្អសម្រាប់ក្រុមហ៊ុនកូរ៉េមួយនេះក្នុងការសម្រេចការវិនិយោគដោយហ៊ានទិញខុនដូពីលោកស្រីផ្ទាល់ថៅកែជនជាតិកូរ៉េមួយនេះក៏បានចុះកិច្ចព្រមព្រៀងក្នុងការទិញបន្តយកខុនដូនេះពីលោកស្រីដោយលក់ជូនក្នុងតម្លៃត្រឹមតែ$8 លានដែលជាតម្លៃទាបជាងទីផ្សារជូនទៅកាន់ភាគីកូរ៉េដើម្បីឲ្យក្រុមហ៊ុន Nine Daily មួយនេះអាចធ្វើការវិនិយោគសង់បន្តក្នុងការបញ្ចប់គម្រោងដែលនៅសេសសល់ហើយវាជាក្តីសង្ឃឹមមួយដែលលោកស្រីផ្ទាល់ចង់ឆាប់បញ្ចប់និងជាវិធីដោះស្រាយតែមួយគត់ដែលលោកស្រីអាចធ្វើបានជូនទៅកាន់អ្នកទិញខុនដូទាំង100គ្រួសារលោកស្រីមាសច័ន្ទដាលីនបានប្រាប់ទៀតថាក្រោយពីប្រកាសដំណឹងមួយនេះហើយភារកិច្ចបន្តនោះគឺការរៀបចំឯកសារផ្លូវច្បាប់ទាំងឯកជននិងការស្នើសុំទៅក្រសួងពាក់ព័ន្ធដើម្បីធ្វើការផ្លាស់ប្ដូរអ្នកគ្រប់គ្រងថ្មីមកសាងសង់បន្តដែលតម្រូវការមានពេលវេលារងចាំបន្តទៀតហើយលោកស្រីក៏ស្នើសុំឲ្យគ្រប់ភាគីទាំងអស់មេត្តាអត់ធ្មត់បន្តនិងជឿជាក់ទៅលើលោកស្រីព្រោះពេលនេះលោកស្រីទទួលបានពន្លឺថ្មីដែលអាចដោះស្រាយបាន100%នាពេលខាងមុខបន្ទាប់ពីនេះហើយខុនដូនោះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនកូរ៉េ Nine Daily វិញជាអ្នកទទួលបន្ទុកបន្តហើយសម្រាប់ការងារទិញលក់បន្តជូនដល់អតិថិជនគឺជាភារកិច្ចរបស់ក្រុមហ៊ុនកូរ៉េ Nine Dailyហើយគាត់បានរស់ស៊ីនៅក្នុងប្រទេសកម្ពុជារបស់យើងទៅមកហើយគាត់ក៏ធ្លាប់ឮសូរក្រុមហ៊ុនឡាកាម៉ូគឺជាក្រុមហ៊ុន Skin Care ដែលល្បីនៅប្រទេសកម្ពុជារបស់យើងដែរហើយគាត់បាននិយាយមួយខ្ញុំថាចេះគាត់ពេលដែលគាត់សួរក្មេងៗប៉ិនមិញសុងណាក៏ប៉ិនមិញសុងនឹងក៏ស្គាល់ brand ឡាកាម៉ូដែរអញ្ចឹងគាត់ចៃដន្យគាត់មកទិញខុនដូរបស់ខ្ញុំគាត់ក៏បានមកសួរខ្ញុំថាតើបើសិនជាខ្ញុំចង់វិនិយោគនៅក្នុងក្រុមហ៊ុនឡាកាម៉ូរបស់អ្នកតើអ្នកយល់បែបណាហើយសម្រាប់ខ្ញុំក៏ខ្ញុំសួរទៅគាត់វិញថាបើសិនជាខ្ញុំអនុញ្ញាតឲ្យគាត់ចូលវិនិយោគនៅក្នុងក្រុមហ៊ុនឡាកាម៉ូរបស់ខ្ញុំតើគាត់មានផែនការនិងយុទ្ធសាស្ត្រអីដើម្បីធ្វើឲ្យក្រុមហ៊ុនឡាកាម៉ូរបស់ខ្ញុំផ្ទុះការគ្រប់គ្រងគុណទ្វេដងបាទការវិនិយោគហ្នឹងគាត់ទិញដែរឬក៏លោកជំទាវមានភាគហ៊ុននៅក្នុងនោះដែរភាគហ៊ុនចាគាត់វិនិយោគទៅលើការផលិតអវ៉ាន់និងធ្វើទីផ្សារដើម្បីឲ្យក្រុមហ៊ុនឡាកាម៉ូកាន់តែផ្ទុះចំពោះខុនដូការវិនិយោគផងគាត់ដែលថាគាត់ទិញក្នុងគោលបំណងខ្ញុំអត់ដឹងច្បាស់ដែរទេតែគាត់ទិញដែរឬក៏លោកជំទាវគាត់ទិញដែរចាគាត់ទិញដែរចាចឹងលោកជំទាវលេងពាក់ព័ន្ធនៅក្នុងខុនដូហ្នឹងហើយចាលេងពាក់ព័ន្ធហើយជាចុងក្រោយនេះផងដែរក្រុមហ៊ុនកូរ៉េ Nine Daily ក៏បានបញ្ជាក់ផងដែរថាមូលហេតុដែលសម្រេចចិត្តក្នុងការទិញខុនដូមួយនេះដោយសារតែលោកមើលឃើញថាខុនដូមួយនេះស្ថិតនៅចំកណ្ដាលក្រុងដែលមានទីតាំងល្អហើយម្យ៉ាងទៀតចំពោះតម្លៃវិញគឺលោកស្រីមាសច័ន្ទដាលីនសុកចិត្តលក់ក្នុងតម្លៃទាបជាងទីផ្សារខុសពីធម្មតាដែលជាឱកាសល្អរបស់លោកចំណុចពិសេសមួយទៀតក្រុមហ៊ុនកូរ៉េរបស់លោកបានមើលឃើញពីក្រុមហ៊ុនឡាកាម៉ូជា brand ល្បីមួយមានទីផ្សារល្អនិងមានសក្តានុពលនៅកម្ពុជាដែលជាការល្អសម្រាប់ការសហការជាមួយគ្នានិងចង់រកស៊ីវិនិយោគជាមួយគ្នាលើវិស័យគ្រឿងសម្អាងទើបលោកបានសម្រេចចិត្តក្នុងការទិញខុនដូមួយនេះមកសាងសង់បន្តហើយក៏ត្រៀមដាក់លុយ$3 លានបន្ថែមទៀតលើការវិនិយោគជាដៃគូសហការលើ brand ឡាកាម៉ូមិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនកូរ៉េ Nine Daily ក៏បានអាងថាបន្ទាប់ពីសាងសង់ខុនដូនេះហើយបញ្ចប់នៅពេលណានោះគឺលោកនឹងប្រគល់ផ្ទះជូនគ្រប់គ្នាទាំងអស់ហើយនឹងបន្តលក់ផ្ទះដែលនៅសេសសល់ក្នុងតម្លៃទីផ្សារធម្មតានៅកម្ពុជាសម្រាប់ការវិនិយោគដ៏ធំមួយនេះលើខុនដូមួយនេះលោកក៏រំពឹងទុកថានឹងជោគជ័យឆាប់ៗនៅពេលខាងមុខហើយសម្រាប់ការចំណេញពីការលក់ខុនដូនេះលោកផ្ទាល់នឹងសងគុណវិញទៅកាន់ប្រទេសកម្ពុជាដោយលោកនឹងត្រៀមចំណាយការបរិច្ចាគថវិកាផ្ទាល់ទៅជួយការសាងសង់អណ្ដូងទឹកសម្រាប់ប្រជាពលរដ្ឋខ្មែរយើងនៅតំបន់ខ្វះខាតជាពិសេសការគាំពារទៅលើកុមារនៅកម្ពុជាផងដែរ